ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតក្នុងវគ្គនេះក្រុមរបស់ Luffy យល់ព្រមជូន Wednesday ហើយនិង Mr. 9 ទៅកាន់កោះ Whiskey Peak ដែលជាកោះទី1នៅក្នុងតំបន់ Grand Line ដែលពួកគេត្រូវទៅនៅក្នុងតំបន់ Grand Line នេះអាកាសធាតុប្រែប្រួលសាហាវណាស់មេឃក្តៅសោកសោះប្រហែលម៉ោងក្រោយមកស្រាប់តែធ្លាក់ទឹកកកប៉ុន្តែអ្វីទៅ Luffy អត់ដែលចេះខ្វល់ខ្វាយអីទេដឹងតែរឿងសប្បាយធ្វើមនុស្សទឹកកកលេងជាមួយនឹង Usopp ពេលលេងចុះលេងឡើងក៏ឆ្លក់ដេញវាយគ្នាដូចកូនក្មេងអញ្ចឹងចំណែកសានជីវិញខំប្រឹងកាប់តកកបោះចោលដើម្បីយកចិត្តណាមីនាងប្រើឲ្យធ្វើអីក៏ធ្វើដែរឲ្យតែនាងសប្បាយចិត្តបន្តិចក្រោយមកទៀតទូករបស់ពួកគេក៏ជួបព្យុះហើយមនុស្សនៅលើទូកទាំងអស់នាំគ្នារត់ធ្វើការខ្វែងដៃខ្វែងជើងលើកលែងតែសូរ៉ូដេកធ្វើតែមិនដឹងក្រោយមកនៅពេលដែលផុតព្យុះសូរ៉ូភ្ញាក់ឡើងឃើញអ្នកផ្សេងទៀតដេកមិនតាន់ក្រោកគាត់បានស្ដីឲ្យពួកគេថាយីពួកនេះដេកតមួកម៉េះថ្ងៃរះចាំងគូតហើយមិនតាន់ងើបទៀតហើយពេល Wednesday ហើយនៅ Mr. 9 ភ្ញាក់ដឹងខ្លួនសូរ៉ូបានទៅស្នេហ៍ស្នាលលេងជាមួយពួកគេសូរ៉ូនិយាយថាឈ្មោះរបស់ពួកគេដូចជាចម្លែកណាស់ដូចធ្លាប់ឮនៅកន្លែងណានិយាយដល់ត្រឹមនេះស្រាប់តែណាមីមកខោគាត់ពី3កញ្ញោពកក្បាលប៉ិនផ្លែក្រូចដោយសារតែគាត់ដេកលក់ពេលដែលមនុស្សមកទូកំពុងតែធ្វើការបន្តមកមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់ Whiskey Peak ទស្សនភាពនៅលើកោះនោះមើលពីចម្ងាយមានសិតតែដានដបងយក្សធំធំមូចម្លែកខ្លាំងណាស់មិនដែលឃើញទេនៅពេលដែលទូកខិតជិតដល់ច្រាំង Mr. 9 ហើយនិង Wednesday បានលាពួកគេហើយលោតចុះទឹកហែទៅមុនទោះជាយ៉ាងណា Luffy អត់ខ្វល់ទេគាត់គិតថាពួកគេគួរតែបន្តដំណើរទៅមុខទៀតប៉ុន្តែណាមីប្រាប់ថាពួកគេត្រូវតែសម្រាកនៅលើកោះនឹងមួយរយៈសិនដើម្បីឲ្យ Lock Post ចាប់សញ្ញាដែលម៉ាញ៉ាទិកនៅលើកោះនឹងសិនទើបអាចទៅមុខទៀតបានដោយសារតែអត់ជម្រៅពួកគេបានបោះទូកយឺតទៅរកកន្លែងចតពេលនោះពួកគេបានឃើញសមមនុស្សជាច្រើនហើយពួកគេក៏បានត្រៀមប្រយុទ្ធផងដែរតែនៅពេលដែលពួកគេចូលទៅជិតសមទាំងអស់នោះគឺជាវិជាជនដែលមកស្វាគមន៍ពួកគេសោះជាជនទាំងអស់នោះបានស្រែកប្រាប់ពួកគេថាស្វាគមន៍អ្នកក្លាហាននៅលើសមុទ្របានន័យថាពួកគេចាត់ទុកចោលសមុទ្រគឺជាអ្នកក្លាហានឬក៏វីរៈបុរសនៅពេលដែលទូកចូលដល់ច្រាំងលោកចៅហ្វាយក្រុង Whiskey Peak បានមករាក់ទាក់ស្វាគមន៍ពួកគេយ៉ាងកក់ក្ដៅបំផុតលោកចៅហ្វាយក្រុងបានប្រាប់ពួកគេថាទីក្រុង Whiskey Peak ប្រកាសខាងផលិតស្រាហើយនឹងដូរតន្ត្រីហើយគាត់បានប្រាប់ឲ្យគេរៀបចំពិធីជប់លៀងដើម្បីទទួលស្វាគមន៍ក្រុមរបស់ Luffy កម្មវិធីជប់លៀងនៅយប់នោះមានភាពអធិកអធមខ្លាំងណាស់ក្រុមរបស់ Luffy ផឹកស៊ីអត់មានខ្វល់ខ្វាយអីទេ Luffy នៅតែជា Luffy គិតតែពីញ៉ាំសានជីក៏អត់ខុសគ្នាដែរគិតតែរឿងស្រីចំណែក Usopp ទៅវិញនិយាយពីកម្ពុជាមហាអួតចំណែក Nami ហើយនឹង Zoro លោកចៅហ្វាយក្រុងបានទៅរាក់ទាក់ជាមួយនឹងពួកគេដោយសារតែឃើញពួកគេអត់សូវញ៉ាំអីពេលនោះលោកចៅហ្វាយក្រុងសួរ Nami ថាចង់ប្រកួតញ៉ាំស្រាជាមួយគេអត់ហើយ Nami ប្រកែកថាអត់អីទេខ្ញុំអង្គុយមើលបានហើយជួលលេងនឹងគេទៅអីអ្នកឈ្នះបាន 10000 berry ចាក់មកនៅពេលនោះណាមីមិនត្រឹមតែចូលប្រកួតតែឯងទេនាងក៏បានអូសូរ៉ូចូលប្រកួតជាមួយផងដែរការប្រកួតនៅលើកនោះបន្ទាប់ពីផឹកអស់13កែវទីបំផុតណាមីគឺជាអ្នកឈ្នះនៅយប់នោះពួកគេផឹកស្វឹងឡើងបាក់ដៃបាក់ជើងអស់គ្មាននរណាងើបរួចទេបន្តមកនៅយប់ដដែលនោះលោកចៅហ្វាយក្រុងបានជួបប្រជុំជាមួយក្រុមរបស់គាត់ដែលនៅក្នុងនោះមាន Wednesday ហើយនិង Mr. 9 ផងដែរចំណែកនារីម្នាក់ទៀតដែលមានសាច់ដុំធំនោះឈ្មោះ Monday តាមពិតមនុស្សនៅក្នុងក្រុងនោះសុទ្ធតែជាអ្នកប្រមាញ់ចោលសមុទ្រដើម្បីយកលុយនៅក្នុងការពិភាក្សាគ្នានោះពួកគេបានសម្រេចថានឹងចាប់ក្រុមរបស់ Luffy ទាំងរស់យកទៅឲ្យរដ្ឋាភិបាលដើម្បីកុំឲ្យខាតភាគរយបើសិនជាសម្រាប់ក្រុមរបស់ Luffy រដ្ឋាភិបាលនឹងកាត់ខាត 30% ក្រោយពីពួកគេបានសម្រេចអញ្ចឹងហើយមិនទាន់ចេញសកម្មភាពផងសូរ៉ូបានទៅដល់ទីនោះហើយនៅពេលនោះអ្នកប្រមាញ់ចោលសមុទ្រជាង100នាក់ក៏បានទៅដល់ទីនោះផងដែរសូរ៉ូរំលឹកថាសូរ៉ូក៏ធ្លាប់ធ្វើជាអ្នកប្រមាញ់ចោលសមុទ្រដែរជាងហើយទើបគាត់ដឹងថាមនុស្សនៅក្នុងក្រុងហ្នឹងសុទ្ធតែជាអ្នកប្រមាញ់ចោលសមុទ្រហើយដោយសារតែសមាជិករបស់ពួកគេលាក់ឈ្មោះពិតប្រាកដប្រើតែឈ្មោះហៅក្រៅដូចជា Wednesday Mr. 9 អីចឹងទៅសូរ៉ូដឹងថាក្រុមរបស់ពួកគេហ្នឹងមានឈ្មោះថា Baroque Works ដល់ពេលសូរ៉ូដឹងរឿងរបស់ពួកគេខ្ទេចខ្ទីអស់ហើយលោកចៅហ្វាយក្រុងដែលគេហៅក្រៅថា Mr. X មិនទុកឲ្យសូរ៉ូនៅរស់ទេពេលនោះពួកគេដែលមានគ្នាជាង100នាក់បានតាមកំចាត់សូរ៉ូប៉ុន្តែពិបាកខ្លាំងណាស់ព្រោះសូរ៉ូរត់គេចបានរហ័សហើយក្បាច់គុណគាត់ខ្លាំងទៀតងាកទៅមើលសមាជិកក្រុមរបស់ Luffy ផ្សេងទៀតវិញពួកគេបានដេកលក់ដូចគេស្លាប់ទោះបីគេដើរជាន់ពីលើក៏អត់ដឹងខ្លួនដែរនៅពេលនោះមានតែ Nami ទេដែលធ្វើជាដេកលក់ព្រោះនាងឆ្លាតបានវិភាគដឹងថាមនុស្សនៅក្នុងក្រុងហ្នឹងមិនមែនជាមនុស្សល្អទេហើយនឹងចង់លួចទ្រព្យសម្បត្តិរបស់ពួកគេកន្លែងទៅមើលសូរ៉ូវិញបន្ទាប់ពីចាត់ការមនុស្សដែលតាមប្រមាញ់គាត់អស់ជាច្រើននាក់មានក្មេងម្នាក់បានវាយប្រហារគាត់ពីក្រោយតែគាត់ដឹងខ្លួនមុនពេលនោះមានដូនជីម្នាក់មកសុំបោសូរ៉ូកុំឲ្យធ្វើបាបក្មេងដែលតាមពិតវាគឺជាល្បិចទេតែសូមចូលរួមសោកស្ដាយជាមួយពួកគេផងដែលមិនអាចធ្វើអីសូរ៉ូបានបន្តមកសូរ៉ូបានជួបប្រយុទ្ធជាមួយនឹងនារីសាច់ដុំឈ្មោះ Monday ដែលពេលនោះ Monday បានចាប់សូរ៉ូបោកទៅនឹងដីហើយថែមមកស្នាប់ដៃទៀតឃើញចឹងលោកចៅហ្វាយក្រុងស្មានថាចាត់ការសូរ៉ូបានហើយតែមិនមែនអញ្ចឹងឡើយក្រោយមកបន្តិចសូរ៉ូបានងើបឡើងមកវិញហើយចាប់ច្បែកក្បាលរបស់ Monday ឡើងស្លាប់នៅពេលនេះពួកគេភ្លឺភ្នែកហើយថាសូរ៉ូខ្លាំងប៉ុណ្ណា Mr. 9 ហើយនិង Wednesday បាននាំគ្នាវិភាគថាសូរ៉ូនឹងប្រហែលជា Captain នៅក្នុងក្រុមរបស់ពួកគេមិនមែន Luffy ឡប់នឹងទេបន្តមកគឺដល់ពេលដែលពួកគេត្រូវចាត់ការសូរ៉ូដោយផ្ទាល់វិញម្ដង Mr. 8 មាន saxophone ធ្វើជាអាវុធដែលអាចបាញ់ចេញគ្រាប់ដោយគ្រាប់កាភ្លើងអញ្ចឹងចំណែកអាវុធរបស់ Mr. 9 គឺដំបង baseball 2ដែលមើលទៅមិនសូវជាមានអីគួរចាប់អារម្មណ៍ទេហើយ Miss Wednesday វិញមានទាមួយឈ្មោះ Karu ធ្វើជាជំនួយការរបស់នាងពេលនោះ Wednesday បានប្រើក្លិនទឹកអប់ហើយចាក់ក្បាច់រាន់ដើម្បីបបួលសូរ៉ូធ្វើឲ្យសូរ៉ូទន់ជង្គង់បន្តមកនាងបានប្រើអាវុធពិសេសរបស់នាងដែលនាងហៅថា Peacock Slasher សម្រាប់ចូលទៅប៉ុន្តែនៅពេលនោះទាខារូរបស់នាងរត់ខុសទិសដៅនាំនាងទៅលោតចុះពីលើអគារទាំងអស់គ្នាការប្រយុទ្ធបន្តទៀត Mr. 9 បានប្រើច្បាប់ទៅតាក់ដៃរបស់សូរ៉ូបានហើយ Wednesday បានទៅចាប់ Luffy ធ្វើជាចំណាត់ខ្មាំងបង្ខំឲ្យសូរ៉ូព្រមចុះចាញ់ពេលនោះផងដែរ Mr. 8 បានទៅដល់ហើយបានប្រើកំភ្លើងដែលគាត់បង្កប់នៅក្នុងសក់របស់គាត់បាញ់សម្ដៅទៅកាន់សូរ៉ូហើយនៅពេលហ្នឹងដើម្បីការពារខ្លួនសូរ៉ូបានទាញ Mr. 9 ឲ្យទៅរងគ្រាប់ជំនួសគាត់បន្ទាប់ពីនោះសូរ៉ូក៏បានវាត់ Mr. 9 ទៅបុកជាមួយនឹង Wednesday ផងដែរ
ចុងក្រោយ Zoro បានប្រើ Luffy ធ្វើជាឈ្នន់ជន់លោតទៅចាត់ការ Mr. X បានសម្រេចក្រោយមកបន្តិចមានសមាជិកក្រុម Baroque Work 2នាក់ទៀតបានទៅដល់ទីនោះ2នាក់នោះម្នាក់ស្រីមានឈ្មោះថា Valentine ចំណែកម្នាក់ប្រុសមានឈ្មោះថា Mr. Fai ដែលប្រែថាលេខ5នៅក្នុងក្រុម Baroque Work គេអត់ប្រើឈ្មោះពិតទេគេប្រើឈ្មោះហៅក្រៅមេធំរបស់ពួកគេគឺ Mr. 0 បន្ទាប់មក Mr. 1 Mr. 2 អញ្ចឹងទៅលេខកាន់តែទូចកាន់តែខ្លាំងបានន័យថា Mr. Fai នឹងខ្លាំងជាង Mr. X និង Mr. 9ការដែល Valentine ហើយនិង Mr. Fai មកជួបពួកគេនៅពេលនេះគឺដោយសារតែពួកគេដឹងថានៅក្នុងក្រុមរបស់ពួកគេមានជនបង្កប់ហើយជនបង្កប់នោះគឺ Wednesday ដែលឈ្មោះពិតរបស់នាងគឺពនាង Vivi មកពីរាជាណាចក្រ Alabasta បន្ទាប់ពីបានបាយការហើយពួកគេក៏បានប៉ះទង្គិចគ្នាដោយ Mr. X និង Mr. 9បានជួយវាយការពារពនាង Vivi តែមិនរួចជាមួយនឹង Valentine និង Mr. Fai ទេព្រោះពួកគេទាំងពីរនាក់ហ្នឹងធ្លាប់ញ៉ាំផ្លែឈើពិសេសសមត្ថភាពពិសេសរបស់ Mr. Fai គឺគាត់អាចប្រែក្លាយផ្នែកណាមួយនៅក្នុងរាងកាយរបស់គាត់ឲ្យទៅជាគ្រឿងផ្ទុះសូម្បីតែអាចមកក៏គាត់អាចយកទៅបំផ្ទុះចាត់ការ Mr. 9បានដែរពេលនោះដោយសារតែតរំរ៉ែ Mr. X ដែលឈ្មោះពិតរបស់គាត់គឺ Ikaram បានសុំបប Zoro ឲ្យជួយការពារពនាង Vivi ហើយជួយជួននាងទៅ Alabasta វិញដោយសន្យាថានឹងឲ្យរង្វាន់គាត់នៅពេលនោះ Zoro អត់យល់ព្រមទេតែ Nami បានទៅដល់ហើយសម្រេចដោយខ្លួនឯងថាក្រុមរបស់នាងយល់ព្រមបន្ទាប់មកនាងបានចាត់ចែងឲ្យ Zoro ចេញទៅធ្វើការភ្លាមទោះបីជា Zoro ខំប្រកែកយ៉ាងណាក៏អត់ឈ្នះ Nami ដែរព្រោះ Zoro ជាពាក់លុយនាងនៅពេលដែលពួកគេកំពុងតែប្រកែកគ្នានោះ Luffy បានភ្ញាក់ឡើងហើយងើបទៅនោមបន្ទាប់ពីនោមរួចហើយ Luffy បានឃើញអ្នកភូមិជាច្រើនត្រូវរបួសដេកកគ្នាហើយពេលគាត់សួរនាំទៅដឹងថា Zoro ជាអ្នកធ្វើបន្ទាប់មកសាច់រឿងបានកាត់ទៅមើលពនាង Vivi ដែលកំពុងតែរត់គេចពី Mr. Fai ហើយនិង Valentine នៅតាមផ្លូវនាងបានជួបជាមួយនឹង Miss Monday ដែលជានារីសាច់ដុំហើយ Miss Monday មានចិត្តល្អក៏សុខចិត្តនៅតស៊ូជាមួយនឹង Mr. Fai ហើយនិង Valentine ដើម្បីទុកពេលឲ្យ Vivi រត់គេចតែគួរឲ្យសោកស្ដាយ Miss Monday មិនអាចទប់ទល់បានយូរទេនាងត្រូវបាន Mr. Fai គាត់មកដៃឲ្យដួលទៅដីហើយក្រោយមកត្រូវបាន Valentine បដូរគីឡូរបស់នាងទៅជា10តោនហើយទម្លាក់ខ្លួនពីទីខ្ពស់ទៅសង្កត់ពីលើសមត្ថភាពពិសេសរបស់ Valentine គឺនាងអាចបដូរគីឡូរបស់នាងឲ្យស្រាលដោយសម្លេងចឹងហើយក៏អាចប្រែទៅជាធ្ងន់វិញបានរហូតដល់10តោនផងដែរបន្ទាប់ពីចាត់ការ Miss Monday ហើយ Mr. Fai បានប្រើអាចចំហរបស់គាត់ផ្ទាល់សម្ដៅទៅកាន់ Vivi តែសំណាងណា Zoro បានទៅដល់ហើយជួយនាងតាន់បន្ទាប់មក Zoro មិនតាន់បានប្រយុទ្ធគ្នាជាមួយនឹង Valentine ហើយ Mr. Fai ផង Luffy បានទៅដល់គាត់ខឹងជាមួយ Zoro ដោយសារតែ Zoro កាប់អ្នកភូមិឲ្យរបួសជាច្រើនអ្នកពេលនោះ Luffy អត់ទុកឱកាសឲ្យ Zoro បកស្រាយទេក៏សម្រុកទៅវាយគ្នាជាមួយនឹងគាត់ចំណែក Mr. Fai ហើយនិង Valentine ឃើញឱកាសល្អក៏សម្រុកចូលទៅរក Vivi តែចង្រៃអី Zoro បានទាត់ Luffy មួយជើងប៉ាងទៅបុកពួកគេពេលនោះ Mr. Fai ខឹងខ្លាំងណាស់ក៏ចង់បំផ្ទុះសម្លាប់ Luffy ប៉ុន្តែមិនដឹងថាពួកគេធ្វើអីខ្លះទេបន្តិចក្រោយមកឃើញ Luffy ក៏មួយក៏អាវ Mr. Fai អូសចេញមកចំណែក Valentine ចង់ប្រើគីឡូ10តោនរបស់នាងទម្លាក់ទៅសង្កត់ Zoro តែ Zoro កិច្ចតន់ក៏ត្រូវខ្លួនឯងផងចូលទៅក្នុងដីបន្ទាប់មក Zoro និង Luffy បានប្រយុទ្ធគ្នាបន្តទៀតអត់ព្រមឈប់និយាយគ្នាសិនទេចំណែក Mr. Fai និង Valentine អត់រៀងនៅតែរត់ចូលទៅរំខានពួកគេហើយត្រូវបានពួកគេដាក់ម្នាក់មក Super ប៉ាឡើងឆ្ងាយការប្រយុទ្ធគ្នារវាង Zoro ហើយនិង Luffy នៅពេលនោះត្រូវបានបញ្ចប់ដោយសារតែ Nami ចូលទៅខាត់បន្ទាប់ពីបានដឹងការពិតអស់ហើយ Luffy បានសើចហៀហើយបន្ទោស Zoro ថាហេតុអីមិនឆាប់ប្រាប់គាត់បន្ទាប់មក Nami បានតថ្លៃជាមួយ Vivi ដោយទារប្រាក់រង្វាន់ចំនួន1000 លាន berries ជាថ្នូរជាមួយនឹងការជួលនាងទៅ Alabasta វិញប៉ុន្តែ Vivi បាននិយាយយ៉ាងកំសត់ថាប្រទេសរបស់នាងឥឡូវមិនសូវជាសម្បូរស្រុកស្ដំទេដោយសារតែពេលនេះពួកគេកំពុងតែមានចលាចលនៅក្នុងប្រទេសហើយជនពីក្រោយខ្នងដែលកំពុងតែកូរប្រទេសរបស់នាងគឺមេធំរបស់ក្រុម Baroque Work នឹងហើយ Vivi បានបន្លំខ្លួនចូលក្រុមនឹងដោយសារតែចង់ស៊ើបការតែប៉ុណ្ណោះនៅពេលនោះ Luffy សួរថាមេធំរបស់ Baroque Work នឹងជានរណា Vivi អត់ហ៊ាននិយាយឈ្មោះមេធំនឹងទេព្រោះវាគឺជាការសម្ងាត់បើសិនជានរណាដឹងឈ្មោះរបស់គាត់នឹងសម្លាប់ចោលប៉ុន្តែនៅពេលនោះនិយាយចុះនិយាយឡើង Vivi ក៏ផ្លប់មាត់និយាយឈ្មោះក្រកដៃដែលជាមេធំហើយចៃដន្យភ្នាក់ងារនាំសាររបស់ Baroque Work ពីក្បាលក៏នៅទីនោះផងដែរអ្នកនាំសាររបស់ Baroque Work គឺសត្វភេមួយក្បាលហើយនិងសត្វថ្មាត់មួយក្បាលបានន័យថានៅពេលនេះពួកគេគឺជាមុខសញ្ញានៃការតាមសម្លាប់របស់ក្រុម Baroque Work នៅពេលនោះអ្នកដែលព្រួយបារម្ភជាងគេគឺ Nami ព្រោះមេធំរបស់ក្រុម Baroque Work នឹងគឺជាអធិរាជសង្គ្រាមល្បីឈ្មោះម្នាក់នៅក្នុងចំណោម7នាក់ហើយនៅពេលដែលដឹងថាពួកគេស្គាល់ឈ្មោះមេធំជានរណាអញ្ចឹងក្រុម Baroque Work នឹងចាត់ចែងមនុស្សមិនតិចជាង1000នាក់ទេមកតាមសម្លាប់ពួកគេនៅពេលនោះ Ikaram ដែលជាអង្គរការពារពនាង Vivi បានតែងខ្លួនធ្វើជាពនាង Vivi ហើយគាត់មានតុក្កតា Dami ចំនួន3ដែលគាត់ប្រើតំណាងឲ្យ Luffy, Zoro ហើយនិង Nami បន្ទាប់មក Ikaram បានជិះទូកសម្ដៅទៅ Alabasta មុនដើម្បីបញ្ឆោតក្រុមឃាតករហើយនៅពេលដែលទូករបស់គាត់ចេញទៅមិនបានឆ្ងាយប្រមាណផងស្រាប់តែមានគេទៅបំផ្ទុះទូកនោះចោលឲ្យផ្ទុះយ៉ាងសាហាវបានន័យថាចាប់ពីពេលនេះតទៅក្រុមឃាតករនៅ Baroque Work ចាប់ផ្ដើមតាមសម្លាប់ពួកគេហើយពេលនេះក្រុមរបស់ Luffy នៅស្ងៀមមិនបានទៀតទេត្រូវតែនាំគ្នាបញ្ញាប់ឡើងទូកជូន Vivi ទៅកាន់ Alabasta នៅពេលនោះផងដែរស្រាប់តែមាននារីប្លែកមុខម្នាក់បានឡើងទូករបស់ពួកគេ Vivi ស្គាល់នាងថា Miss All Sunday ដែលជាដៃស្ដាំរបស់មេធំនៃក្រុម Baroque Work គ្រាន់តែដឹងចឹងភ្លាមក្រុមរបស់ Luffy បានប្រើអាវុធទៅឡោមព័ទ្ធនាងប៉ុន្តែនាងអត់បានកម្រើកខ្លួនអីទេក៏អាចទប់ជាមួយនឹងក្រុមរបស់ Luffy បានដែរពេលនោះ Miss All Sunday បានប្រាប់ពួកគេថាកុំអាចជ្រួលច្បល់អីព្រោះនាងអត់ទាន់បានទទួលបញ្ជាឲ្យមកសម្លាប់ពួកគេទេហើយនាងក៏មិនបានប្រាប់ពួកគេថានាងចង់បានអីដែរគ្រាន់តែនាងបានឲ្យឧបករណ៍ប្រាប់ទិសមួយទៀតដែលគេហៅថា Eternal Post ទៅកាន់ Vivi ឧបករណ៍នោះជាអល់ផ្លូវកាត់ទៅកាន់ Alabasta តែម្ដងមិនបាច់ឲ្យពួកគេឆ្លងកាត់កោះច្រានអីទេប៉ុន្តែនៅពេលនោះ Luffy បានកំទេចឧបករណ៍នោះចោលព្រោះគាត់ទុកចិត្ត Nami ធ្វើជាអ្នកនាំផ្លូវរបស់គាត់ជាងដល់ពេលអញ្ចឹង Miss All Sunday ក៏អត់មានការងារអីទៀតដែរហើយនាងបានចុះពីលើទូករបស់ Luffy ជិះទូករបស់នាងដែលជាសត្វអណ្ដើកចាក់ចេញទៅ
នៅពេលនេះគោលដៅបន្ទាប់របស់ក្រុម Luffy គឺកោះមួយឈ្មោះ Little Garden សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ម្នាក់មួយផងព្រមជាមួយគ្នាសូមកុំភ្លេចសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយហើយជួយចុចរូបកណ្ដឹងនិងរើសយក all ផងសូមអរគុណម្ដងទៀតនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿង